អស់មុនទល់ទូរថភ្លើងដែលក្រឡាប់ធ្លាក់ប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីថៃទេគឺនាំចូលពីសិង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តភៀកពាយព្យកម្ពុជាជុំវិញករណីស្រុកភ្លើរថភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លាក់ប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដែកទិសខាងជើងស្ថិតនៅភូមិច្រេះឃុំអូតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់អ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពពីណានាំចូលពីណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ6535បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនស៊ូទីមិចប្រភពនាំចូលពីសង្ហបុរីតាមកំពង់ផែស្វាយ័តក្រុងព្រះសីហនុដោយចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងប្រឹងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តភៀកពាយព្យប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។